55 ខេត្តនៅថៃប្រងជើងការខ្ពស់ទប់ទល់ជាមួយព្យុះខែប្រាំងដ៏ខ្លាំងក្លានាយកដ្ឋាននគរនិយមថៃបានប្រកាសឲ្យខេត្តចំនួន55ត្រូវប្រងជើងការខ្ពស់ត្រៀមខ្លួនទប់ទល់ជាមួយព្យុះខែប្រាំងដ៏ខ្លាំងដែលនឹងវាយប្រហារពេញមួយចុងសប្តាហ៍នេះក្នុងសេចក្តីប្រកាសដែលផ្សាយបន្តដោយ The Nation នៅថ្ងៃសៅរ៍ទី 25 ខែមេសា 2026 តំបន់ដែលរងគ្រោះថ្នាក់ខ្លាំងបំផុតដែលជាឥទ្ធិពលនេះគឺស្ថិតនៅភាគខាងជើងឦសានសូម្បីតែទីក្រុងបាងកកក៏ត្រូវរងផលប៉ះពាល់ដែរនាយកដ្ឋានបានបញ្ជាក់ថាព្យុះនឹងនាំមកនៅជាមួយទៅនឹងភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំងមានទាំងខ្យល់កន្ត្រាក់និងបង្កជាបាតុភូតផ្គររន្ទះផងដែរខេត្តដែលនឹងរងគ្រោះមានដូចជាម៉ៃហុងសូនឈៀងម៉ៃឈៀងរ៉ៃឡាំផនឡាំផាងផាយ៉ាអូណាន់ប្រាឧទ្ធារឌេតតាក់សុខនថៃពិษណុលោកកំផែងចិត្តនិងភេជ្ជបុនជាដើមបាតុភូតគឺបណ្ដាលមកពីប្រព័ន្ធសម្ពាធខ្ពស់ឬម៉ាស់ខ្យល់ត្រជាក់ពីប្រទេសចិនដែលរីកសាយភាយគ្របដណ្ដប់លើតំបន់ភាគឦសាននិងសមុទ្រចិនខាងត្បូង